Rướng bong srei mne rune khát prevhi slap hai ru lang vinh. Nếu phum tối ngọc ngặt, thất nơi trong chừng phnom, miền prevhi chả môi, đáiប្រជាជនក្នុងភូមិគោរពយ៉ាងខ្លាំងព្រះវិហារនោះត្រូវបានសាងសង់សម័យបុរាណជាមួយនឹងជញ្ជាំងឈើចាស់ៗនិងដំបូលក្រហមដែលមានសភាពចាស់ទ្រុឌទ្រោមមែនទែនបើទោះបីជាចាស់ក៏ពិតមែនកន្លែងនេះនៅតែពោពេញទៅដោយសេចក្តីជំនឿនិងសេចក្តីស្ងប់ស្ងាត់នៅក្នុងភូមិនោះមានបងស្រីម្នាក់ឈ្មោះស្រីណាដែលជាមនុស្សល្អស្មោះត្រង់និងចេះជួយអាសាអ្នកដទៃហើយគាត់តែងតែទៅព្រះវិហារនោះជារៀងរាល់ព្រឹកដើម្បីសម្អាតនិងក្រាលកន្ទេលនិងអធិដ្ឋានប្រជាជនគ្រប់គ្នាស្រឡាញ់គាត់ព្រោះគាត់មានចិត្តក្រអូបនិងមិនដែលបដិសេធការជួយរបស់អ្នកដទៃម្ដងណាឡើយហើយថ្ងៃមួយនៅពេលដែលភ្លៀងធ្លាក់ខ្លាំងនិងមានខ្យល់កន្ត្រាក់ផ្គររន្ទះស្រីណាត្រូវបានគេឃើញចុងក្រោយនៅក្នុងព្រះវិហារគាត់ទៅទីនោះដើម្បីបិទបង្អួចនិងធានាថាព្រះវិហារមានសុវត្ថិភាពពីខ្យល់ព្យុះប៉ុន្តែក្រោយមកពីយប់នោះមិនមាននរណាម្នាក់ឃើញគាត់ទៀតឡើយព្រឹកឡើងបន្ទាប់ប្រជាជននៅភូមិនោះបានរកឃើញគាត់ហើយបានឃើញគាត់ដេកស្ងៀមនៅក្នុងព្រះវិហារគ្រូពេទ្យបានមកពិនិត្យហើយប្រកាសថាគាត់បានស្លាប់ទៅហើយដំណឹងនេះធ្វើឲ្យមនុស្សគ្រប់គ្នាទុក្ខសោកយ៉ាងខ្លាំងព្រះវិហារដែលធ្លាប់មានសម្លេងអធិដ្ឋានคล้ายជាកន្លែងស្ងប់ស្ងាត់និងពោរពេញដោយទុក្ខសោកពិធីបុណ្យសពត្រូវបានគេរៀបចំក្នុងព្រះវិហារនៅយប់មុនថ្ងៃបញ្ចុះសពប្រជាជនខ្លះបានស្នាក់នៅទីនោះដើម្បីអធិដ្ឋានជូនគាត់ខណៈពេលដែលយប់កំពុងតែជ្រៅលើងទៀនភ្លឺភ្លឹតផ្លែតនិងខ្យល់ត្រជាក់បក់មកតាមបង្អួចមានអ្វីមួយចម្លែកកាត់ឡើងស្រាប់តែមានសំឡេងដង្ហើមស្រាលចេញពីកន្លែងសពស្រីណាគេងមនុស្សម្នាក់បានសង្កេតឃើញថាដៃរបស់គាត់បានមានចលនាដំបូងគេគិតថាជាការស្រមើស្រមៃតែប៉ុណ្ណោះប៉ុន្តែក្រោយមកស្រីណាបានបើកភ្នែកយឺតមនុស្សនៅទីនោះភ័យខ្លាចនិងភ្ញាក់ផ្អើលយ៉ាងខ្លាំងខ្លះរត់ចេញខ្លះអធិដ្ឋានខ្លាំងតែស្រីណាមើលទៅស្ងប់ស្ងាត់និងមិនមានអ្វីគួរឲ្យភ័យនោះទេគាត់បាននិយាយស្រាលថាកុំភ័យខ្ញុំមិនមែនជាខ្មោចនោះទេក្រោយមកគាត់ត្រូវបានគេនាំទៅពិនិត្យម្ដងទៀតគ្រូពេទ្យក៏បាននិយាយថានឹងពន្យល់យ៉ាងច្បាស់ថាតើហេតុអ្វីបានជាគាត់អាចរស់ឡើងវិញបានស្រីណាបានប្រាប់ថាក្នុងកំឡុងពេលដែលគាត់ស្លាប់គាត់មានអារម្មណ៍ថាដូចជាកន្លែងនេះពោរពេញដោយពន្លឺនិងសុខសាន្តហើយមានសំឡេងមួយប្រាប់គាត់ថាអ្នកនៅទីនេះមានភារកិច្ចត្រូវត្រឡប់ទៅវិញហើយចាប់តាំងពីថ្ងៃនោះមកស្រីណាខ្លាចជាមនុស្សដែលមានជំនឿខ្លាំងហើយអាចជួយមនុស្សកាន់តែច្រើនជាងមុនប្រជាជននៅក្នុងភូមិក៏ចាប់ផ្ដើមជឿថាព្រះវិហារនោះមានអំណាចពិសេសនិងការការពាររឿងនេះត្រូវបានក្លាយជារឿងនិទានដែលត្រូវបានប្រាប់ពីជំនាន់មួយទៅជំនាន់មួយមនុស្សខ្លះជឿថាវាជាអភូតហេតុយ៉ាងខ្លាំងអស្ចារ្យខ្លះវិញគិតថាវាជាអត្ថកំបាំងនៃវិទ្យាសាស្ត្រប៉ុន្តែសម្រាប់អ្នកដែលឃើញផ្ទាល់ពួកគេចេះតែដឹងថាមានអ្វីមួយលើសពីការយល់ដឹងរបស់មនុស្សទៅទៀតហើយព្រះវិហារចាស់នោះត្រូវបានឈរយ៉ាងស្ងប់ស្ងាត់ដូចជាការពារអត្ថកំបាំងមួយដែលមិនអាចពន្យល់បានហើយរឿងស្ត្រីម្នាក់នៅខេត្តព្រះវិហារស្លាប់ហើយរស់ឡើងវិញគឺចប់តែប៉ុណ្្នឹងឯងហើយបញ្ជាបងប្អូនទាំងអស់គ្នារឿងនេះគឺជារឿងដែលប្រឌិតឡើងនោះទេមិនមែនជាការពិតនោះទេសូមបងប្អូនកុំយល់ច្រឡំឲ្យសោះហើយវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបើពេញចិត្តកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងផងជួបគ្នានៅវីដេអូក្រោយទៀត